បាទសួស្តីបងប្អូននៅក្នុង social media ទីក្រុមណាថ្ងៃនេះមកជួបពូម្ដងទៀតណាអញ្ចឹងថ្ងៃនេះគឺជាថ្ងៃដែលពូជួបដំណឹងដ៏ល្អសម្រាប់ក្មួយៗដែលចង់រៀនភាសាអង់គ្លេសណាថ្នាក់ដំបូងក្មួយទាំងអស់គ្នាអញ្ចឹងពូហេតុអីបានពូធ្វើការសម្រេចចិត្តដូរយុទ្ធសាស្ត្ររបស់ពូក្នុងឆ្នាំ2026ក្មួយពីព្រោះដោយសារតែយុទ្ធសាស្ត្រទី1ហ្នឹងដោយសារតែគោលដៅរបស់ពូទី1ហ្នឹងបានបញ្ចប់ហើយពីព្រោះពូបានបរៀនក្នុងវិជ្ជាករហ្នឹងក្នុងឆ្នាំ2025ហ្នឹងអា part of speech ហើយនឹង12កាលហ្នឹងបានចប់សពគ្រប់ហើយណានឹងប៉ុន្តែឆ្នាំ2026នេះពូនឹងអាប់ដេតវីដេអូណាមិនល្អពូនឹងអាប់ដេតចូលឲ្យបានល្អប៉ុន្តែឆ្នាំ2026នេះផងដែរពូនឹងចាប់ផ្ដើមបង្រៀនវគ្គថ្មីនេះគឺអ្នកដែលមិនចេះភាសាអង់គ្លេសសិតណាមួយណាអញ្ចឹងមូលហេតុនេះបានជាពូចាប់ផ្ដើមវគ្គនឹងជូនក្មួយណាទាំងអស់គ្នាអញ្ចឹងដោយសារតែនៅក្នុងពេលកំឡុងពូបង្រៀនវិជ្ជាករនោះ part of speech ហើយនឹង12កាលហ្នឹងក្មួយមួយចំនួនហ្នឹងចាប់អត់បានហ្នឹងហើយគាត់ព្យាយាមចង់ចេះភាសាអង់គ្លេសដែរអញ្ចឹងហើយបានគាត់ស្នើសុំឲ្យពូថាពូឲ្យជួយបង្រៀនវគ្គដំបូងផងណាអញ្ចឹងបើមានកត្តាដែលនាំឲ្យពូបង្កើតបង្រៀនអ្នកវគ្គថ្នាក់ដំបូងនេះទី1ដោយសារតែការសាកសុំរបស់យុវជនយើងមួយចំនួននៅក្នុង social media ហ្នឹងសូមឲ្យពូនឹងជួយបង្រៀនថ្នាក់ដំបូងចាប់ដើមមុនដំបូងណាហ្នឹងហើយទី2សិស្សនឹងចង់រៀនភាសាអង់គ្លេសប៉ុន្តែគាត់ត្អូញត្អែកន្លងមកនោះគាត់ត្អូញត្អែថាគាត់អត់មានលុយចូលរៀនភាសាអង់គ្លេសណាអត់មានលុយរៀនភាសាអង់គ្លេសណាមួយណាអញ្ចឹងកត្តាទី2ទី1ដោយសារអត់មានគ្រូហើយអត់មានពិបាកនឹងទៅគ្រូបរៀនភាសាអង់គ្លេសទី2ដោយសារសិស្សយុវជនមួយចំនួនហ្នឹងគ្មានថវិកាក្នុងការរៀនភាសាអង់គ្លេសណាមួយទាំងអស់នេះទី3សិស្សមួយចំនួនហ្នឹងគាត់អត់យល់អំពីសារៈប្រយោជន៍នៃភាសាអង់គ្លេសទេពេលខ្លះគាត់យកមានវីដេអូគាត់មានទូរស័ព្ទហើយប៉ុន្តែយកប្រើប្រាស់ទូរស័ព្ទហ្នឹងអត់បានមានផលប្រយោជន៍ចំពោះខ្លួនឯងណាហ្នឹងហើយចឹងពូមានគោលបំណងទាំងអស់3ដែរពូដែលបង្កើតវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសទៅថ្នាក់ដំបូងនេះគឺទី1ចង់បង្កើនភាពងាយស្រួលដល់យុវជនរបស់យើងដែលគាត់ចង់រៀនភាសាអង់គ្លេសហើយគាត់ពិបាករកគ្រូណាហើយចំពោះតែអ្នកដែលគ្មានថវិកាណាដើម្បីបង្កើនភាពងាយស្រួលដល់យុវជនទាំងនោះណាទី2ចូលរួមចំណែកដើម្បីកាត់បន្ថយដល់ក្រុមគ្រួសារនោះដែលគាត់ចំណាយលុយទៅឲ្យកូនរៀនភាសាអង់គ្លេសនោះអញ្ចឹងមិនបាច់ចំណាយលុយទេណាពូបរៀន free ណាបរៀន free អញ្ចឹងថវិកានេះគឺក្រុមគ្រួសារអត់ចំណាយទៅលើយុវជនដែលគាត់ចង់រៀនភាសាអង់គ្លេសនោះទេណាមួយទាំងអស់គ្នាណាហើយទី3ចូលរួមនឹងលើកទឹកចិត្តដើម្បីផ្លាស់ប្ដូរផ្នត់គំនិតរបស់យុវជននោះដែលគាត់មានទូរស័ព្ទល្អៗហើយគាត់មិនព្រមយកទូរស័ព្ទហ្នឹងប្រើឲ្យមានសារៈប្រយោជន៍ដល់ខ្លួនរបស់គាត់ទេគាត់ទៅមើលរឿងអីមិនល្អវិញអញ្ចឹងបង្វែរអារម្មណ៍ឲ្យគាត់ហ្នឹងមករៀនភាសាអង់គ្លេសយកពេលវេលាដែលមានផលប្រយោជន៍សម្រាប់គាត់វិញណាអញ្ចឹងគោលបំណងរបស់ពូនេះ3យុទ្ធសាស្ត្រក្នុងការបរៀនរបស់ពូណាយុទ្ធសាស្ត្ររបស់ពូបរៀនពូបង្រៀនទៅតាមសភៅ Essential English ណា Essential English Book 1គឺសភៅហ្នឹងវា modern ចូលចាស់ហើយហ្នឹងmodern ចាស់ណាសភៅគេហៅថាយូរហើយភាសាសភៅ Book 1 Essential ប៉ុន្តែវាល្អណាស់សម្រាប់តែយុវជនរបស់យើងនេះចាប់ថ្នាក់ដំបូងណាភាសាអង់គ្លេសហ្នឹងហើយពូនឹងទាញក្រុមនឹងទាញយុវជននឹងឲ្យចូលក្នុង Telegram ទៀតបរៀនឲ្យយុវជនហ្នឹងគាត់ download វីដេអូទៅរៀននៅផ្ទះហើយឲ្យគាត់ចូលក្នុងក្រុម Telegram ដល់ពេលគាត់មានចងល់ហ្នឹងគាត់សួរសំណួរក្នុង Telegram ហ្នឹងពូនឹងឆ្លើយនឹងពូនឹងជួយជំរុញនៅក្នុងក្រុម Telegram ទៀតមួយទៅបងប្អូនគ្នាហើយបើសិនជាក្មួយរៀនយើងត្រូវតែមានសភៅឲ្យក្មួយទាំងអស់គ្នាប៉ុន្តែពូមាន soft ណាពូមាន file ជា PDF ពូនឹងលក់ជូនតម្លៃ20000ទៅ$5ក្នុងមួយក្បាលហ្នឹងមួយណាបងប្អូនគ្នាប៉ុន្តែបើសិនយើងគិតពីតម្លៃនេះវាថោកជាងទីផ្សារទេណាហ្នឹងហើយអញ្ចឹងក្មួយដែលចង់បានសភៅបរៀនសិនដើម្បីយល់សិនយើងយល់អំពីសារៈប្រយោជន៍នេះចង់ទិញក្រោយក៏បានដែរពូអត់មានទៅណាពូនឹងជួយបង្រៀនជំរុញលើកទឹកចិត្តឲ្យក្មួយនឹងចេះភាសាអង់គ្លេសណាដើម្បីប្រឡងប្រជែងទីផ្សារនៅក្នុងសង្គមបច្ចុប្បន្នរបស់យើងណាដែលជាសាស្ត្រទំនើបណានឹងស្អីក៏ដោយនៅក្នុង social media ក្មួយអីគេស្រាប់ហើយត្រូវការភាសាអង់គ្លេសនឹងចាំបាច់ណាអ្នកទាំងអស់គ្នាហើយពូជាបទពិសោធន៍របស់ពូដែលកន្លងមកដែលពូធ្លាប់ធ្វើគ្រូបរៀនភាសាអង់គ្លេសពូបរៀនសិស្សដែលផ្ទាល់ហ្នឹងតែរយៈពេល8ខែសិស្សនឹងចេះអានចេះ
យៈពេល8ខែណាមួយណាទាំងអស់គ្នាអញ្ចឹងreading ហើយនឹង writing នេះពូខំប្រឹងជំរុញយ៉ាងម៉េចឲ្យសិស្សក្នុងរយៈពេល18ខែឲ្យចេះអានឲ្យចេះសរសេរបានហើយរយៈពេល1ឆ្នាំទៅមុខទៀតពូនឹងជំរុញនឹងលើកទឹកចិត្តណារកយុទ្ធសាស្ត្រណាដែលយករកវិធីសាស្ត្រណាដែលល្អដើម្បីជំរុញឲ្យក្មួយនោះប្រកែស្ដាប់ហើយនឹងប្រកែនិយាយអញ្ចឹងនៅក្នុងរយៈពេលក្នុង1ឆ្នាំអញ្ចឹង reading and writing នេះរយៈពេល8ទៅ10ខែណា listening and speaking នេះគឺរយៈពេល1ឆ្នាំអញ្ចឹងបន្ទាប់ពីយើងរៀនជាមួយពូអញ្ចឹងយើងអាចនិយាយបានយើងអាចសរសេរបានណាមួយណាប៉ុន្តែពូធានាពូនឹងព្យាយាមរកវិធីសាស្ត្រណាល្អៗដើម្បីបញ្យល់ក្មួយដើម្បីឲ្យក្មួយនឹងងាយស្រួលយល់ណាប៉ុន្តែសំខាន់ណាស់តើក្មួយនឹងខំប្រឹងតែខ្លួនឯងដែរណាក្មួយទាំងអស់គ្នាណាបើមិនពីក្មួយមិនខំប្រឹងទេគឺពូទាញក្មួយទៅមិនរួចទេណាក្មួយណាលុះត្រាតែក្មួយនឹងខំប្រឹងអញ្ចឹងក្មួយត្រូវរៀបចំ schedule មួយថ្ងៃ1ម៉ោងឬ2ម៉ោងគាត់ download យកវីដេអូរបស់ពូនឹងយកទៅស្ដាប់ហើយធ្វើលំហាត់ហើយចូលទៅក្នុង Telegram មានសំណួរចម្លើយអីសួរពូទៅពូនឹងបន្ថែមនឹងបញ្យល់ដើម្បីឲ្យក្មួយនឹងកាន់តែច្បាស់ថែមទៀតអញ្ចឹងយុទ្ធសាស្ត្រក្នុងការរៀនភាសាអង់គ្លេសក្មួយត្រូវតែ download មេរៀនពូបញ្យល់ប្រចាំថ្ងៃហ្នឹងមេរៀនរបស់ពូហ្នឹងណាហើយត្រូវទៅមើលសភៅ Exercise English នឹងមួយមកហើយពីព្រោះពូមាន software ទេតែក្មួយហ្នឹងកាលណាយើងទិញ hardware ពិបាកទេ software នៅក្នុង computer នៅក្នុងទូរស័ព្ទហ្នឹងយើងបើកស្រួលព្រោះពូមាន file ជា PDF ណាមួយណាហ្នឹងហើយអូខេអញ្ចឹងអរគុណច្រើនណាស់ជូនពរជោគជ័យសិរីសួស្តីឆ្នាំថ្មីទាំងអស់គ្នានឹងមួយទាំងអស់គ្នាជោគជ័យមួយបាយបាយ